បាទជំរាបសួរពុកម៉ែបងប្អូនអំពូមីងលោកតាលោកយាយអាសុភាពបុរសក៏ដូចជាសុភាពនារីទាំងអស់គ្នាជាទីនឹករលឹកបាទខ្ញុំបាទខានចេញវីដេអូអាចែករំលែកអំពីសុទ្ធមន់បាទពុកម៉ែបងប្អូននៅកន្លែងធ្វើការរបស់ខ្ញុំបាទយប់មិញនេះគឺមានតើបងប្អូនខ្មែរយើងក៏ដូចជាសាសដតីហ្នឹងហើយគាត់បានឈឺជើងដូចជាឈឺកែងជើងបាទឈឺកែងជើងគឺយើងប៉ុន្តែយើងបើឈឺខ្លាំងគឺយើងត្រូវតែទៅរកវិជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់យើងដើម្បីឲ្យគាត់ចាក់ថ្នាំសរសៃកែងជើងដើម្បីបំបត្តិការចុកចាប់ហ្នឹងហើយបាទខ្ញុំបាទក៏ធ្លាប់ឈឺដែរក៏ប៉ុន្តែខ្ញុំបាទបានមើលវីដេអូរបស់អ៊ំស្រីម្នាក់ប្រហែលជាគាត់នៅប្រទេសអូស្ត្រាលីដែរឬក៏នៅសហរដ្ឋអាមេរិកគាត់បានចេញវីដេអូឃ្លីបចែករំលែកអំពីសុទ្ធមន់ពីរគ្រាប់ដែលពេលព្រឹកព្រលឹមពុកម៉ែបងប្អូនគួរតែកុំបោះបង់វាចោលបើចង់ឲ្យកែងជើងយើងជាបាទហើយខ្ញុំបាទក៏បានអនុវត្តតាមបងអ៊ំស្រីចូលចង់ប្រហែលជាមួយឆ្នាំជាងហើយមិនដែលដាច់ទេព្រលឹមឡើងគឺពោះតទេទើបយើងអាចហូបវាបាទពីមុនឡើងខ្ញុំធ្វើការនៅក្រុមហ៊ុន Amazon នេះក៏ខ្ញុំបាទឈឺកែងជើងបាទសុខមកទោះបាទព្រលឹមឡើងចេញមកធ្វើការពីបន្ទប់គេមកបន្ទប់ទឹកហ្នឹងគឺសង្កហាដើមរួចពុកម៉ែបងប្អូនហ្នឹងខ្ញុំប្រាប់ពុកម៉ែបងប្អូនផ្ទាល់ហើយខ្ញុំសឹងតាវាហើយក្រោយបន្តមកទៀតខ្ញុំសម្រេចចិត្តគឺទៅចាក់ថ្នាំនៅកែងជើងនេះតែម្ដងនៅ Family Doctor យើងហ្នឹងហើយក្រោយពីចាក់គឺសឹងតាហាអត់ឈឺបេះដូចគេអាការៈរោគកែងជើងរបស់យើងគឺថាជាដូចគេបេះចឹងពុកម៉ែបងប្អូនបាទចាក់ថ្នាំតែលោកគ្រូពេទ្យគាត់បានផ្ដាំយើងដែរថាយើងធ្វើរបស់ធ្ងន់អត់បានទេហ្នឹងហើយអញ្ចឹងការងារកន្លែងយើង at least គេឲ្យយើងធ្ងន់តល15គីឡូទើបយើងអាចធ្វើការកន្លែងគេបានអញ្ចឹងការងារអ្វីបើយើងអត់មានបរិយាវិជាយើងប្រើកម្លាំងបាយបន្តិចហើយអញ្ចឹងពុកម៉ែបងប្អូនក្រោយពីខ្ញុំចាក់មកគឺវាជាមែនក៏ប៉ុន្តែពេលយើងធ្វើការធ្ងន់គឺវាដមកវិញអញ្ចឹងបានក្តីថាអាការៈហ្នឹងគឺវានៅតែឈឺអញ្ចឹងក្រោយឡើងគឺខ្ញុំចាប់ពីថ្ងៃហ្នឹងមកគឺខ្ញុំបានព្យាយាមនៅធ្វើតាមនៅដំបូន្មានរបស់អ៊ំស្រីដែលគាត់ចែករំលែកបទពិសោធន៍មកខ្ញុំហ្នឹងគឺសុទ្ធពងមាន់2គ្រាប់ពេលព្រឹកព្រលឹមពុះតទេអញ្ចឹងពុកម៉ែបងប្អូននេះកុំឲ្យខាតពេលវេលាយូរនេះគឺជាសុទ្ធពងមាន់2គ្រាប់ពុកម៉ែបងប្អូនឃើញ2គ្រាប់ហើយសុទ្ធ2គ្រាប់នេះគឺសំខាន់ណាស់ពុកម៉ែបងប្អូនបើពុកម៉ែបងប្អូននៅស្រុកខ្មែរយើងមានគេហៅថាមាន់ស្រែមាន់អីហ្នឹងបាទអញ្ជើញទិញហើយយកមកគោះវា2គ្រាប់ដូចខ្ញុំពេលព្រឹកព្រលឹមគឺពុះតទេមិនទាន់ញ៉ាំអីទាល់តែសោះហើយពុកម៉ែបងប្អូនគឺយើងញ៉ាំវារហូតបាទវាជួយឲ្យពុកម៉ែបងប្អូនបាទចាស់គឺពិបាកក្នុងការដើរណាបាទនៅស្រុកគេហ្នឹងគឺអញ្ចឹងដែរកន្លែងខ្ញុំធ្វើការខ្ញុំឃើញពួកគាត់ពិបាកនឹងការដើរណាហើយនឹងយើងញ៉ាំស៊ុតពងមាន់2គ្រាប់ជាប្រចាំនៅពោះតទេនេះគឺពុកម៉ែបងប្អូនសាកមិនខុសបំណងទេបើខ្ញុំសាកខ្លួនឯងនេះគឺខ្ញុំបានផលខ្ញុំនៅតែផឹកទោះបីវាពិបាកលេបខ្ញុំជឿថាវាពិបាកលេបពិបាកផឹកទៅដល់ពុកម៉ែបងប្អូនក៏ប៉ុន្តែយើងចង់ឲ្យខ្លួនប្រាណយើងជាបាទហើយវាធ្វើឲ្យសរីរាង្គយើងល្អហើយវាធ្វើឲ្យកម្លាំងយើងខ្លាំងមាំហើយវាធ្វើឲ្យយើងនឹងដើរបានច្រើនជាងមុនហើយដើរមិនថាដើរបានច្រើនគឺដើរទៅព្រិលតែម្ដងបាទពុកម៉ែបងប្អូនហើយអ្នកហ្នឹងហើយខ្ញុំតាំងពីឈឺកែងជើងឥឡូវបាត់ឈឺកែងជើងខ្ញុំអាចធ្វើទៅការងារធ្ងន់បានទៀតផងបាទ
ពុកម៉ែបងប្អូនបាទវាជាឱសថមួយខ្លាំងមែនតើយើងយកពងមាន់2គ្រាប់ហ្នឹងយើងគោះវាបែកណាគោះវាបែកដូចខ្ញុំអញ្ចឹងមកហើយយើងវាយវាពុកម៉ែបងប្អូនយើងវាយវាអញ្ចឹងណានេះយើងវាយវាឬយើងកោវាឲ្យវាឲ្យវាម៉ត់ចូលគ្នាមកពុកម៉ែបងប្អូនពងមាន់2គ្រាប់ហ្នឹងគឺយើងនេះហើយអញ្ចឹងពុកម៉ែបងប្អូនបាទជួយចែករំលែកឱសថបុរាណមួយនេះបាទទៅដល់ពុកម៉ែបងប្អូនកូនក្មួយនិងសុភាពបរិសុភាពនារីដែលគាត់ឈឺចលៈដៃចលៈជើងហើយមិនសូវជាដើរបានរួចនឹងអង្គុយវាលឆែហើយហ្នឹងបាទខំប្រឹងញ៉ាំវាបាទផឹកវាពេលពោះតទេបាទពុកម៉ែបងប្អូនបាទបងមន់មិនថ្លៃទេបាទពុកម៉ែបងប្អូនយកមកអញ្ចឹងមកនេះឃើញទេឥឡូវយើងធ្វើបានអញ្ចឹងហើយណាពោះតទេណាទោះបីយើងពិបាកលេបបាទពុកម៉ែបងប្អូនត្រូវតែខំប្រឹងលេបដើម្បីឲ្យកែងជើងយើងជាហើយឲ្យយើងដើរលឿនដើររហ័សរហួនលឿនដូចកាលពីយើងនៅក្មេងៗអញ្ចឹងពុកម៉ែបងប្អូនយើងចាស់យើងពិបាកដើរណាស់ហ្នឹងហើយណែមើលណែខ្ញុំហើយជាអ្នកឈឺកែងជើងឥឡូវខ្ញុំឈប់ឈឺខ្ញុំចាក់ថ្នាំទៀតវាឈឺវាជាបានតែផ្លែតហើយក្រោយឡើងយើងធ្វើការងារធ្ងន់គឺយើងដកមកវិញអញ្ចឹងពុកម៉ែបងប្អូនបាទវាពិបាកលេបខ្ញុំជឿខ្ញុំទទួលស្គាល់ហើយពុកម៉ែបងប្អូនមើលវីដេអូនេះឲ្យកុំភ្លេចចែករំលែកទៅដល់ពុកម៉ែបងប្អូនដទៃទៀតបើពុកម៉ែបងប្អូនមិនជួយ share មិនជួយចែករំលែកទេគឺឱសថបុរាណមួយនេះពុកម៉ែបងប្អូនខ្លះក៏អត់បានដឹងទេហើយខ្ញុំនិយាយចឹងឲ្យពុកម៉ែបងប្អូនជួយចែករំលែកជួយshare វីដេអូlike comment ខ្ញុំនេះមិនមែនខ្ញុំចង់បាន view អីទេពុកម៉ែបងប្អូនគ្រាន់តែចង់ឲ្យពួកគាត់ហ្នឹងហើយបានសុខភាពល្អដូចខ្ញុំហើយបានដើររួចដូចខ្ញុំអញ្ចឹងបាទពុកម៉ែបងប្អូនបាទល្អមែនតើហើយនេះជាការសំណូមពររបស់អ្នកនៅធ្វើការរោងចក្រជាមួយនឹងខ្ញុំជាមួយក្រុមហ៊ុន Amazon ដ៏ធំនៅប្រចាំប្រទេសអូស្ត្រាលីនេះទេគាត់សូមឲ្យខ្ញុំធ្វើវីដេអូឲ្យផុសឲ្យគាត់ចូលទៅមើលឲ្យគាត់នឹងធ្វើតាមព្រោះគាត់សិតតែជាអ្នកឈឺកែងជើងដើរទេតាមមិនសូវរួចទេបាទអញ្ចឹងគាត់ឲ្យធ្វើឲ្យខ្ញុំក៏បានធ្វើជូនគាត់ហើយក៏ដូចជូនជុំពុកម៉ែបងប្អូនទូទាំងសកលលោកបាទកុំភ្លេចណាធ្វើទាំងអស់គ្នាមកហូបជាមួយខ្ញុំហូបអស់ចាំណាពុកម៉ែបងប្អូនបាទជាការស្រេចមួយថ្ងៃ2គ្រាប់ពេលព្រឹកព្រលឹមពុះទៅទេបាទវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនគ្រប់ទិសទីទាំងអស់សូមមកជួបនៅតែសំណាងល្អគ្រប់ក្រុមគ្រួសារវីដេអូធ្វើរៀងវែងបន្តិចក៏ប៉ុន្តែក៏វាមានអត្ថន័យទៅដល់ពុកម៉ែបងប្អូនស្រួលធ្វើតាមបើមិនយើងមិនបញ្យល់មិនណែនាំទេគឺបងប្អូនអត់ដឹងទេបាទសូមអរគុណសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយបាយ